ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកមើលផ្កាមួយប្រភេទដែលគេឧស្សាហ៍តាំងនៅផ្ទះបាទហើយនេះគោលវាបាទពុកម៉ែបងប្អូនគោលវាប៉ុនមេជើងបាទហើយតមកគ្រាន់តែវាដុះឡើងលើបែកមែកបែកធៀងសាខាស្លឹកវាក៏ស្អាតបាទស្លឹកវាមានចម្រុះពណ៌ពុកម៉ែបងប្អូនបាទមើលបាទចឹងហើយបានជាខ្ញុំចង់ផ្ដិតយកវីដេអូនេះចែកជូនពុកម៉ែបងប្អូនមើលជាមួយនឹងខ្ញុំហើយនេះត្រួយវាបាទមុននឹងវាចេញស្លឹកជាក្រហមជាខៀវនេះវាចេញជាលឿងបាទស្លឹកលឿងវាបាទត្រួយវាបាទហើយបែកទៅត្រង់រហូតចឹងណាពុកម៉ែបងប្អូនត្រង់ជាងគេអាហ្នឹងហើយបើពុកម៉ែបងប្អូនក្នុងស្រុកឬក្រៅស្រុកបានឃើញវីដេអូនេះសូមកុំភ្លេចជួយ like ជួយ share ម្នាក់មួយផងបាទបានវីដេអូថ្មីពីខ្ញុំមុនគេហើយខ្ញុំសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យទទួលទានមានបានសុខភាពល្អលុយកាក់ហូរចូលបាទនេះស្លឹកខៀវវាបាទពុកម៉ែបងប្អូនហើយត្រប់មកបានវាចេញជារាងក្រហមហ្នឹងហើយអានេះវាឡើងត្រួយវាលឿងបាទលឿងខៀវមកបាច់នេះបើយើងកាច់ចេះយកជូនសងសាអែមស្រែមពុកម៉ែបងប្អូនណាហើយវីដេអូនេះក៏ចិត្តចូលឈានដល់ទីបញ្ចប់ដែរពុកម៉ែបងប្អូននេះត្រួយខ្ចីបំផុតបាទពុកម៉ែបងប្អូនហើយតបមកបានវាចាញ់ជាស្លឹករាងក្រហមបែកខ្មៅនេះបាទពុកម៉ែបងប្អូនហើយដល់ពេលត្រួយវារាងលឿងវិញបាទនេះពុកម៉ែបងប្អូនមើលបាទសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នា